លោកពឿនថាតើនៅព្រឹកនេះមានព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ជូនបាទពេលនេះគឺមានព័ត៌មានមួយគឺអន្តរខេត្តទៅវិញចុះសំណេះសំណាលសួរសុខទុក្ខនិងស្ដាប់នៅសំណុំពរនានាពីអាជីវករលក់ដូរនៅក្នុងផ្សារប៉ារីបាទសូមជើញបាទពេលខ្លីៗកន្លងទៅនេះលោកជំទាវបាទស្រីមុំអភិបាលនៃគណៈអភិបាលខេត្តទៅវិញហើយឧត្តមសៅសារ៉ាត់តំណាងរាស្ត្រមណ្ឌលបៃលិនហើយឧត្តមជីចិនលិនប្រធានក្រុមប្រឹក្សាខេត្តទៅវិញរួមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនិងស្ដាប់នៅរាល់សំណូមពរនានារបស់បងប្អូនអាជីវករដែលប្រកបរបរលក់ដូរនៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ារីស្ថិតនៅក្នុងភូមិប៉ារីជើងក្នុងសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនលោកជំទាវបានស្រីមុំបានមានប្រសាសន៍ថាការចុះជួបសំណេះសំណាលតជាមួយបងប្អូនអាជីវករនាពេលនេះគឺដើម្បីស្ដាប់នៅរាល់កង្វល់និងសំណូមពរនានាដល់ផ្ទាល់មាត់ដើម្បីអាជ្ញាធរគ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញដោះស្រាយជូនបងប្អូនអាជីវករយើងឲ្យបានទាន់ពេលវេលាលោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បន្តថាខេត្តទៅនឹងកំពុងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ហើយផ្សារសាមគ្គីហៅផ្សារប៉ារីនឹងត្រូវរៀបចំគម្រោងកែលម្អបន្ថែមទៀតនាពេលអនាគតការកែលម្អនេះគឺរួមមានការរៀបចំទីតាំងនិងតូបលក់ដូរឲ្យមានសុខភាពអនាម័យនិងសណ្ដាប់ធ្នាប់ល្អប្រសើរដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករនិងទាក់ទាញភ្ញៀវទេសចរទាំងថ្នាក់ជាតិនិងអន្តរជាតិឲ្យបានកាន់តែច្រើននៅក្នុងឱកាសនោះផងដែរលោកជំទាវបានព្រមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់សូមចូលរួមថែរក្សាអនាម័យនិងសោភ័ណភាពទីសាធារណៈជាពិសេសគឺត្រូវរៀបចំទំនិញលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ជៀសវាងការដាក់លក់តាមចិញ្ចើមផ្លូវដែលបណ្ដាលឲ្យកកស្ទះចរាចរណ៍លោកជំទាវក៏បានណែនាំដល់គណៈកម្មការគ្រប់គ្រងផ្សារឲ្យសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញក្នុងការរៀបចំសណ្ដាប់ធ្នាប់រក្សាសន្តិសុខក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរបានជាព័ត៌មានពីខេត្តនេះគឺបានទៅចប់តែប៉ុណ្ណេះបាទបាទអរគុណលោកពឿនដែលបានធ្វើសេចក្តីរាយការណ៍ព័ត៌មាននេះព្រឹកនេះអរគុណជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ